កុំអាលបង្កើតអីកូនប្រុសស្រីថ្លៃប្រពន្ធណាយស្រុកយើងមិនទាន់ស្រួលបួលឡើយអោឯងហើយសំណោកនយោបាយលីខ្វាន់យូគាត់ច្បាស់ចឹងណាបងប្អូនណារហូតដល់អ្នកដឹកនាំច្រើនណាស់នៅលើពិភពលោកគេចោទថាលីខ្វាន់យូផ្ដាច់ការពីព្រោះលីខ្វាន់យូគាត់មើលឃើញច្បាស់តែឯងនោះណាហើយគាត់ធ្វើទាំងយប់ទាំងថ្ងៃគាត់ទទួលខុសត្រូវធំណាស់ចំពោះវាសនាប្រទេសសិង្ហបុរីដែលគេផ្ដាច់រដ្ឋនោះចេញពីប្រទេសម៉ាឡេស៊ីមកទឹកសាបក៏គ្មានរ៉ែក្នុងដីក៏គ្មានហើយមានតែកោះកំប៉ុកលុកមួយនឹងអត់មានអីទាំងអស់តើធ្វើម៉េចដើម្បីរកបាយឲ្យប្រជាពលរដ្ឋសិង្ហបុរីស៊ីនេះគាត់ដេកអត់លក់ឲ្យទាំងយប់ទាំងថ្ងៃដល់ពេលគាត់ដឹងថាស្រុកមួយហ្នឹងមើលសពមើលគ្រប់ត្រូវដឹកនាំមិនទេបងប្អូនគាត់ហៅកូនចៅគាត់មកសម្រាប់ប្រងហ្មងសម្រាប់ប្រងអញរបាយឲ្យច្រាស់អត់មានឲ្យហែងសម្រាប់ចិត្តអីទេគេថាលីខ្វាន់យូផ្ដាច់ការគាត់ថាមិនមែនផ្ដាច់ការទេប្រជាធិបតេយ្យប៉ុន្តែប្រជាធិបតេយ្យបែបអាស៊ីប្រជាធិបតេយ្យបែបអឺរ៉ុបអាណាធ្វើតិចក៏ដោយអាណាធ្វើច្រើនក៏ដោយគេឲ្យបោះឆ្នោតមកស្លឹកម្នាក់អានឹងប្រជាធិបតេយ្យអឺរ៉ុបដល់ប្រជាធិបតេយ្យអាស៊ីអាណាធ្វើច្រើនបោះស្លឹកណោតច្រើនគាត់ថាចឹងគាត់ធ្វើច្រើនណាស់រឿងសិង្ហបុរីដូច្នេះសម្លេងឆ្នោតគាត់ច្រើនជាងគេមកប្រទេសម្នាក់ឯងនឹងបោះបានច្រើនហ្មងអានឹងប្រជាធិបតេយ្យដែរប្រជាធិបតេយ្យអាស៊ីចឹងពីព្រោះចរិតរបស់អាស៊ីអត់ទៅមានការទទួលខុសត្រូវទេបោះឆ្នោតរួចហើយដើរទៅដេកផ្ទះបាត់ឧទាហរណ៍ខ្ញុំគេប្រើប្រជាធិបតេយ្យគេថាបងវាសនាឯងត្រូវធ្វើវេទិកាមួយខែ30ថ្ងៃមិនបាច់សម្រាប់ទេខ្ញុំបោះឆ្នោតឲ្យធ្វើចឹងមួយខ្ញុំទៅដេកផ្ទះវិញណាខ្ញុំទៅដេកកើតកូនព្រោះគេបោះឆ្នោតរួចហើយលីខ្វាន់យូគាត់ថាបោះឆ្នោតរបៀបហ្នឹងរួចអញអ្នកធ្វើអត់ប្រជាធិបតេយ្យបែបអាស៊ីទេអាហ្នឹងប្រជាធិបតេយ្យបែបអឺរ៉ុបស្រុកគេប្រើប្រជាធិបតេយ្យចឹងបានតែអាស៊ីប្រើមិនបានទេអញ្ចឹងអាណាធ្វើច្រើនជាងគេអាហ្នឹងស្លឹកណោតច្រើនជាងគេគាត់បោះទៅស្លឹកណោតគាត់មកធុងហ្មងមកធុងគាត់ហ្នឹងណាគឺច្រើនជាងប្រជាពលរដ្ឋសិង្ហបុរីទាំងអស់អាណាបោះឆ្នោតប្រមាណក៏មិនស្ទះលីខ្វាន់យូដែរនិយាយពីម៉ែអាលុកលុយដល់ជីវិតឯកជនរបស់ប្រជាពលរដ្ឋសិង្ហបុរីលុកលុយអាណាដុតធូបនៅផ្ទះមិនបានអាណាដុតថៅពេលចូលឆ្នាំចិនមិនបានគាត់ថាផ្លាញលុយគេថាហេអានឹងប្របីនេះគាត់មិនឲ្យដុតអានឹងទី1បងប្អូនណាមកពីចិត្តរបស់គាត់ខ្វល់ខ្វាយដល់ជនជាតិសិង្ហបុរីមែនគាត់យំច្រើនដងណាបងប្អូនគាត់ខ្លាចសិង្ហបុរីអត់បាយស៊ីគាត់ខ្លាចប្រជាពលរដ្ឋសិង្ហបុរីខ្មាស់គេណាគេផ្ដាច់អានឹងមកឲ្យយើងហើយនេះហើយយើងរកអាចច្រាស់បានខ្មាស់គេគេដេកមួយថ្ងៃពី3ដល់10ម៉ោងគាត់ដេកបានតិចគាត់អាសាយំណាមិនដឹងថាតើដឹកនាំសិង្ហបុរីទៅម៉េចខ្លាចប្រជាពលរដ្ឋសិង្ហបុរីអត់បាយស៊ីខ្មាស់គេលើលោកដល់ពេលចឹងគាត់គិតឲ្យគាត់គិតអញ្ចឹងបងប្អូនលោកថាតែចិត្តរបស់គាត់ស្រឡាញ់ប្រជាពលរដ្ឋសិង្ហបុរីមែនដូចម៉ែឪចឹងអាកូនការរួចហើយហ្នឹងគាត់នឹងមកតាមចាត់ចែងឯងគាត់នៅពេញយើងទេលេហ្វូនទៅប្រាប់ថាម៉ែការរួចហើយគឺចេះរស់ស៊ីគឺចេះគិតហើយម៉ែឯងនៅពេញឲ្យតែសុខទៅហេអញចង់ដឹងផ្ទះហែងយកវាល្មិចហែងយកអាណាទៅនៅជាមួយហ្នឹងម្នាក់នោះកំណើទៅនៅជាមួយមានដៃមានជើងហើយកូនហែងទៅហ៊ានមកណាព្រោះថ្ងៃហ្នឹងអាណាដឹកទៅហ៊ានថាម៉ែឯងទៅវត្តទៅកុំគិតរឿងខ្ញុំថាគាត់ចង់ដឹងហ្មងហេតុអីបានចង់ដឹងថាចិត្តណាបងប្អូនលើសពីចិត្តហ្នឹងលីខ្វាន់យូមានទស្សនវិស័យភ្លឺស្វាងទៅទៀតដឹងថាធ្វើអញ្ចឹងខុសមែនគាត់ច្បាស់ដល់ពេលអញ្ចឹងគាត់ដាក់ផែនការហ្មងមិនឲ្យប្រជាពលរដ្ឋសិង្ហបុរីធ្វើអញ្ចឹងមិនឲ្យប្រជាពលរដ្ឋសិង្ហបុរីធ្វើអញ្ចឹងគេថាលីខ្វាន់យូហ្នឹងជាមេដឹកនាំផ្ដាច់ការលុកលុយដល់ជីវិតឯកជនរបស់ប្រជាពលរដ្ឋសិង្ហបុរីខ្លាំងណាស់លីខ្វាន់យូក៏តបទៅវិញថាម៉េចបើគុំតែលុកលុយអញ្ចឹងមិនបានប្រទេសសិង្ហបុរីខ្លាំងដូចសប្ងៃគុំតែបានអញលុកលុយហ្នឹងដល់អ្នកដឹកនាំខ្មែរសប្ងៃអានៅតាមផ្ទះចាក់ឆ្នោតចាក់ម៉ាសេរីអានេះសេរីភាពដល់កហ្មងអាណាផឹកស្រាផឹកអាណាវាយប្រពន្ធវាយឯងចង់ធ្វើអីធ្វើទៅអញមិនខ្វល់ហែងស្ទូងស្រូវស្ទូងអីអាទីផ្សារអន្តរជាតិនឹងមានមិនមានអញមិនដឹងហែងចង់ដាំស្វាយចន្ទីក៏ដាំទៅហែងចង់ដាំសណ្ដែកដាំទៅអាទីផ្សារអន្តរជាតិអញមិនខ្ចីរកឲ្យហែងធ្វើអីទៅអត់ដែលរវល់ទាំងអស់ពេលឃោសនាបោះកតិនស្រាឡើងលើឡានទេឲ្យផឹកទៅឲ្យតែហែងបានស្លឹកថ្នាំឲ្យអញប្រជាពលរដ្ឋខ្មែររើសបានតអ្នកដឹកនាំធ្វើហ្នឹងអញ្ចឹងបានស្រុកវាមិនរីកចម្រើនទេដល់លីខ្វាន់យូវិញបងប្អូន
គាត់លុកលុយដល់ជីវិតឯកជនរបស់ប្រជាពលរដ្ឋសិង្ហបុរីបងប្អូនណាចិនណាបកកែខាងដុតกระดาษឲ្យដុតផាវចូលឆ្នាំចិនវាបកកែដុតណារឿងกระดาษឲ្យផាវនេះលីខ្វាន់យូដាក់ដាច់ម៉ាត់ប្រជាពលរដ្ឋសិង្ហបុរីចិនដែរលីខ្វាន់យូអត់ឲ្យដុតផាវគាត់ថានឹងទី1អស់លុយទី2ឆ្លងគេឆ្លងឯងដូចខ្មែរយើងសពថ្ងៃការបងប្អូនបើថាផ្ទះអ្នកធំផងធ្វើរោងกระดาษខ្នល់ហ្មងបាត់ផ្លូវមួយហ្មងអត់ដែលគិតថានឹងវារំខានគេរំខានឯងគឺអត់និយាយពីសេរីភាពនោះដល់កហ្មងទើសលើមេចុះសេរីភាពរបស់ខ្មែរហើយចង់ធ្វើអីទៅណាទៅហើយចង់ងាប់អាណាងាប់ទៅហើយចង់ក្បត់គ្នាក្បត់អីមិនមើលឃើញថាជីវិតរបស់ប្រជាពលរដ្ឋខ្មែរនឹងវាស្រាំងមិនយ៉ាងម៉េចគាត់ត្រូវគិតគូរដល់ជីវិតរបស់ប្រជាពលរដ្ឋខ្មែរអត់រវល់សង្គមខ្មែរធ្លាក់ដល់ណាក៏ដល់ទៅទាំងរដ្ឋាភិបាលក៏អញ្ចឹងទាំងសំនឹងទីកម្មសខាក៏តាអញ្ចឹងមេដឹកនាំអញ្ចឹងយើងអាចដឹងភ្លាមហ្មងថាទី1ក្នុងចិត្តរបស់គាត់មិនគិតគូរដល់យើងវាមិនឈឺឆ្អាលមកពីអីគាត់អត់ស្រឡាញ់យើងពិតប្រាកដដល់ទី2មើលមិនឃើញមិនដឹងថាតើសង្គមខ្មែរកើតជំងឺអីអត់ទស្សនវិស័យវាខ្លីអាភ្នែកបញ្ញាអញ្ចឹងគាត់ទាំងពីរហ្នឹងទាំងរដ្ឋាភិបាលទាំងគណៈបព្វប្រឆាំងហ្នឹងវាមិនសមជាអ្នកដឹកនាំស្រុកទេអញ្ចឹងបានទឹកដីរបស់យើងជាទឹកដីសវណ្ណភូមិហើយយើងនៅតែក្រទៀតឯសិង្ហបុរីរកតែទឹកសាបផឹកម៉ានឲ្យក្នុងដីគ្មានអីបន្តិចតែស្រុកគេរីកចម្រើនមកពីមេដឹកនាំគេមានចិត្តឈឺឆ្អាលនឹងប្រជាពលរដ្ឋហើយគេមានទស្សនវិស័យភ្លឺថ្លាដឹងតែស្រុកគេត្រូវកែមិន